សាលាបឋមសិក្សាមុខក្រាស់ជីបងប្អូនគ្រាន់តែឈ្មោះសាលារៀនក៏ប្លែកដែរណោះសូមគោរពជំរាបសួរលោកតាលោកយាយអ៊ំពូមីងបងប្អូនប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះក៏សូមគោរពអញ្ជើញអ្នកទាំងអស់គ្នាមកស្គាល់សាលារៀនភូមិមុខក្រាស់ឥឡូវយើងធ្វើដំណើរទៅជាមួយគ្នាតាមផ្លូវយើងធ្វើដំណើរចេញពីភូមិសង្គមមានជ័យថ្មីដែលស្ថិតនៅក្នុងឃុំមេមត់ស្រុកមេមត់ខេត្តត្បូងឃ្មុំចា៎យើងធ្វើដំណើរបន្តទៅទៀតឥឡូវនេះយើងដល់ភូមិសង្គមមានជ័យថ្មីហើយឥឡូវជិតដល់កន្លែងដេញបត់បើយើងមកពីមេមត់វិញទៅខាងនេះទិសដៅគឺយើងទៅទិសខាងលិចចឹងហើយខាងមុខនោះមានផ្លូវបេតុងមួយខ្សែនៅខាងឆ្វេងដៃនៅខាងស្ដាំដៃអធិស្ឋានបងប្អូនអរគ្នានៅខាងស្ដាំដៃចឹងយើងបត់ខាងស្ដាំដៃនេះឯងនេះណែខាងមុខផ្លូវនេះមានដើមផ្កាអីស្អាតទៀតដែរបងប្អូនហើយនេះគឺផ្លូវបេតុងដែលមានទទឹង4ម៉ែត្របានការឧបត្ថម្ភពីគម្រោងមូលនិធិស្រុកមេមត់ដែលដឹកនាំដោយលោកស្រីលីគណៈអភិបាលស្រុកមេមត់កាលពីឆ្នាំ2024ដល់ឆ្នាំ2025ក៏បានទទួលផ្លូវមួយខ្សែទទួលបានផ្លូវមួយខ្សែទៀតគឺផ្លូវគ្រូក្រហមដែលមានប្រវែងជាង5000ម៉ែត្រទៀតពិតជាថ្លៃអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីលីគណៈអភិបាលស្រុកមេមត់ដែលបានគិតគូរដល់ឃុំមេមត់យើងខ្ញុំហើយប្រជាពលរដ្ឋក៏បានផ្លូវល្អងាយស្រួលក្នុងការធ្វើដំណើរឥឡូវនេះបងប្អូនទាំងអស់ពិតជាមានលៀបមានជ័យខ្លាំងណាស់ក៏បានទទួលការឧបត្ថម្ភផ្លូវមួយខ្សែថែមទៀតពីឯកឧត្តមប៉ែនកសលគណៈអភិបាលខេត្តត្បូងឃ្មុំឥឡូវនេះបានទទួលផ្លូវកស៊ូហើយផ្លូវកស៊ូក៏បានធ្វើរួចហើយដែរបានខ្ញុំថតឲ្យបងប្អូនទាំងអស់គ្នាមើលទស្សនវិជ្ជាផ្លូវកស៊ូដែលនឹកឃើញអនុស្សាវរីយ៍កាលពីមុនដែលយើងមានផ្លូវលំបាកពិបាកក្នុងការធ្វើដំណើរល្អិលផងស្អិតផងបើថាមិនភ្លៀងទេក៏ហុយផងអីផងអញ្ចឹងណាបងប្អូនអរគ្នាប៉ុន្តែមកដល់ឥឡូវនេះគឺយើងបានផ្លូវស្អាតមែនតែនហើយស្រួលក្នុងការធ្វើដំណើរនៅខាងមុខនោះគឺសាលារៀនមុខក្រាស់សាលាបឋមសិក្សាមុខក្រាស់អញ្ចឹងឈ្មោះចម្លែកទេបងប្អូនតែគិតមើលទៅក៏យើងគិតថាឈ្មោះមុខក្រាស់ដូចជាចម្លែកហើយមានអត្ថន័យដូចជាមិនសូវល្អភូមិមុខក្រាស់បងប្អូនតែតាមពិតទៅគឺមានអត្ថន័យផ្សេងមួយទៀតផងដែរនៅពីក្រោយពាក្យថាមុខក្រាស់នេះគឺមានអត្ថន័យផ្សេងពីនោះដែលមានអត្ថន័យរៀងល្អជាងនឹងបងប្អូនល្អជាងដែលបងប្អូនគិតឬក៏ការភ្ញាក់ផ្អើលរបស់បងប្អូនទាំងអស់គ្នាឮថាមុខក្រាស់ហ្នឹងគឺគិតថាអត់សូវល្អអញ្ចឹងណាបងប្អូនហ្នឹងហើយប៉ុន្តែចាស់ទុំខ្លះទៅក៏គាត់ឲ្យអត្ថន័យថាវាជាឈើក្រាស់អីចឹងទៅមុខក្រាស់អីចឹងទៅណាបងប្អូនអរគ្នានេះសាលារៀនហ្នឹងអត់បានចូលថតខាងក្នុងឲ្យបងប្អូនទស្សនាទេណាយើងធ្វើដំណើរទៅមុខទៀតនៅមានឱកាសក្រោយនឹងចូលទៅថតទស្សនវិជ្ជាសាលារៀនជូនបងប្អូនទស្សនាតែឥឡូវយើងគ្រាន់តែស្គាល់តាមផ្លូវបានហើយព្រោះកន្លងមកកូនសិស្សទាំងអស់ដែលមករៀនសាលាហ្នឹងគឺពិបាកក្នុងការធ្វើដំណើរហើយយើងធ្វើដំណើរពីផ្សារពីមីមុតមកភូមិហ្នឹងក៏មានការលំបាកផងដែរហើយនេះខាងស្ដាំដៃនេះគឺជាផ្ទះលោកមេភូមិនៅកន្លែងដែលមានដើមឈើធំនេះឯងហើយយើងធ្វើដំណើរទៅមុខទៀតទៅគឺយើងធ្វើដំណើរទៅចុងភូមិយើងធ្វើដំណើរនៅខ្សែទី1នៃភូមិអញ្ចឹងខ្សែនេះគឺព័ទ្ធមួយជុំតែម្ដងគឺខាងនេះគឺយើងធ្វើដំណើរទៅតាមវាងបត់ទៅគឺយើងទៅដល់សាលាបុណ្យភូមិមុខក្រាស់ហើយយើងក៏ផ្លូវនឹងបត់ចុះបត់ឡើងបងប្អូនអរគ្នានេះយើងបត់ទៅនេះចានេះខាងនេះក៏មានដីផ្លូវទៅចកាដែរបងប្អូនឃើញផ្លូវលំមួយហ្នឹងគឺផ្លូវទៅចកាហើយនេះហ្នឹងហើយបងប្អូនអរគ្នាម្ដុំហ្នឹងគឺខាងឆ្វេងដៃគឺរោងបុណ្យប៉ុន្តែដោយសារខ្ញុំថតខាងនេះថតខាងស្ដាំអញ្ចឹងអត់អាចងាកទៅខាងឆ្វេងបានដោយសារជាប់តកង់ឡានបងប្អូនហ្នឹងហើយអញ្ចឹងយើងបត់មកស្ដាំដៃទៀតអញ្ចឹងដល់ចុងភូមិតែម្ដងអញ្ចឹងបើយើងធ្វើដំណើរតាមនេះត្រង់ទៅក៏យើងដល់ផ្លូវបំបែកទៅកគីផ្លូវបំបែកទៅឆ្ងសាលាផ្លូវបំបែកទៅជាប៉េះឆ្ងកើតអីចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងផ្លូវហ្នឹងអនាគតទៅបើយើងធ្វើទៅគឺងាយស្រួលធ្វើដំណើរមែនតែនអរគុណច្រើនសម្រាប់ការទស្សនារបស់បងប្អូនប្រិយមិត្តទាំងអស់គ្នាសូមគោរពជូនពរលោកតាលោកយាយអ៊ំពូមីងបងប្អូនប្រិយមិត្តទទួលបាននូវសុខភាពល្អរកទទួលទានមានបានគ្រប់ក្រុមគ្រួសារ
អរគុណជម្រាបលា